អ្នកគ្នាស្វាគមន៍មកកាន់កម្មវិធីសាស្ត្រ Chinese Language Point របស់សាលាអាមេរិក Stanford ចានាងខ្ញុំមីនជីនដល់ដែរចានៅក្នុងសប្តាហ៍នីមួយៗគឺខ្ញុំនឹងលើកបង្ហាញនៅចំណុចដែលគួរឲ្យកត់សម្គាល់នៅក្នុងការសិក្សាភាសាចិនដល់ហើយនៅក្នុងសប្តាហ៍នេះខ្ញុំនឹងលើកយកពាក្យដែលយើងគ្រប់គ្នាតែងតែនិយាយជារឿយៗចាឬមួយក៏ចាណាន់តោតោះចាប់ផ្ដើមទាំងអស់គ្នាអូខេអញ្ចឹងជាមួយនឹងពាក្យណាន់តោម៉ាគឺជាចាពាក្យបញ្ច្រាស់នៅក្នុងការសួរសំណួរត្រឡប់មកវិញនៅក្នុងភាសាចិនដែលយើងតែងតែជួបប្រទះវាជារឿយៗគេនិយាយថា难道吗是反问句常用的反问句常用的句式គឺជាទម្រង់ចាគឺជាទម្រង់ល្បះដែលយើងតែងតែអាសាជួបមែនតើនៅក្នុងការសួរបញ្ច្រាស់ត្រឡប់មកវិញដោយ难道使反问的语气更加强烈ចាគឺវាពាក្យថា难道នេះគឺវាធ្វើឲ្យថូនសំឡេងនៅក្នុងការសួរបកត្រឡប់មកវិញគឺកាន់តែចាធ្ងន់មកកម្រិតទៀតផងដែរឧទាហរណ៍难道你不知道吗ឬមួយក៏អ្នកឯងមកដឹងទេគេដឹងគ្រប់គ្នាអ្នកឯងមកដឹងទេចា难道父母的话你也不听吗ឬមួយក៏សម្ដីរបស់ម្ដាយឪពុកអ្នកក៏មិនស្ដាប់ដែរមែនអត់មានថាយើងសួរបញ្ច្រាស់ទៅវិញចានៅពេលដែលបុគ្គលម្នាក់ហ្នឹងគឺគាត់អត់ដឹងគាត់អត់ធ្វើយើងសួរបញ្ច្រាស់ទៅវិញផងដែរអញ្ចឹងនឹងតែតែឆ្ងល់ទៅថាអូណាន់តោបកដូចម្ដេចបើយើងបកឲ្យចំគឺយើងបកអត់បានទេប៉ុន្តែបើសិនជាយើងទាញយកន័យធៀបឬមួយក៏អូខេបញ្ចប់ហើយជាមួយនឹងណាន់តោម៉ានៅក្នុងអេពីសូតរបស់សាស្ត្រ Chinese Language Point ជាមួយនឹងខ្ញុំមីនជីនផងដែរយើងជួបគ្នានៅក្នុងអេពីសូតក្រោយចានៅលើ page របស់សាលាអាមេរិក Stanford របស់ខ្ញុំបាយ